ភាគ3 Game ទី2 Round ទី5ក៏បានចាប់ផ្ដើមបន្តដែលក្នុង Round 1នេះក្នុងសម្បត្តិគឺសេតតតងជាមួយនឹងយូតូរីដែលក្នុងនោះគឺបានសរសេរថាយូតូរីនេះគឺធ្លាប់ចេញក្រៅជាមួយនឹងមនុស្សប្រុសហើយយូតូរីនេះគឺមិនមែនធ្វើវាតែម្ដងនោះទេគឺយូតូរីនេះនៅតែបន្តចេញក្រៅជាមួយមនុស្សប្រុសដទៃផ្សេងទៀតជាច្រើនអ្នកនៅពេលដែលយូតូរីនេះបានលើនៅការសេនៅក្នុងសម្បត្តិមួយនោះយូតូរីនេះគឺពិតជាខាងទៅការឈីហូខ្លាំងណាស់ក៏ពោលតែរឿងមួយនេះគឺមានតែឈីហូតែម្នាក់ប៉ុណ្ណោះទើបដឹងនៅរឿងមួយនេះហើយយូតូរីនេះក៏បានសួរដល់ការឈីហូថាតែហេតុអ្វីបានជាអ្នកគឺធ្វើបែបនេះទោះបីជាពេលនោះឈីហូនាងព្យាយាមនិយាយប្រកែកហើយថានាងគឺមិនបានធ្វើវាក៏ដោយក៏យូតូរីគឺនាងមិនព្រមស្ដាប់ដែរនៅពេលដែលស្ថានភាពមួយនេះកំពុងតែតឹងតែងពេលនោះប្រុសមកចង្រៃមកកតោគាត់ក៏បាននិយាយនៅពេលដែលមកគួរនិយាយដែលគាត់បាននិយាយថាបើស្ដាប់កម្មការសេនៅក្នុងសម្បត្តិមួយនោះដូច្នេះគឺមានន័យថាយូតូរីគឺនាងអស់ស៊ីនបាត់ហើយអញ្ចឹងបន្ទាប់ពីមកកតោគាត់បានចប់នៅការនិយាយរបស់គាត់បានទទួលនៅរង្វាន់ពីតេនជីមួយដៃចំកណ្ដាលមុខតែម្ដងហើយតេនជីគាត់បាននិយាយថាគប់និយាយនៅពេលមួយនេះម្ដងទៀតឯសោះហើយតេនជីក៏បានងាកមកនិយាយជាមួយយូឈីដល់យូឈីគាត់ទៅលងលោមទៅកាន់យូតូរីទៅក៏ពុតតែយូឈីក៏ខ្ញុំមនុស្សតែម្នាក់ដែលស្និទ្ធស្នាលជាងគេជាមួយនឹងយូតូរីដល់នៅពេលនោះយូឈីក៏រៀនតាក់ទើបន្តិចដោយគាត់គិតថាគាត់មិនអាចធ្វើវាបាននោះទេក៏តែបានការជំរុញរបស់តេនជីចុងក្រោយយូឈីគាត់ក៏បានទៅលងលោមទៅកាន់យូតូរីហើយពេលនោះការស្រង់តេក៏ត្រូវបានបង្ហាញដោយយូតូរីទទួលបាន 100% នៃភាពអវជំនាញហើយសេនសេក៏បង្ហាញពួកគាត់ឃើញនៅតន័យនៅក្នុង round ទី5មួយនេះផងដែរដោយឈីហូទទួលបាន13 spare មានតែ5ណ1លាន8សែនយេនដោយយូតូរី9 spare មានតែ5បំណសរុប1លានយេនដោយយូឈីទទួលបាន8 spare មានតែ5ណ1លាន20សែនយេនដោយឈីបេមាន7 spare ទទួលបានតែ5ណ1លាន20សែនយេនដោយតេនជេទទួលបាន5 spare ទទួលបានតែប្រាក់7សែនយេនហើយសេនសេក៏បានប្រាប់កាន់ពួកគាត់បន្ថែមទៀតថាប្រសិនបើមានណាម្នាក់គឺបានទៅដល់គោលដំបូងគេនោះហ្គេមត្រូវបានសម្អាតហើយពួកគាត់ក៏បានឈ្នះនៅក្នុងហ្គេមមួយនេះផងដែរក៏តែអ្នកទៅដល់គោលដំបូងគេនឹងត្រូវបានទទួលនៅទឹកប្រាក់បំណុលទាំងអស់ពីអ្នកផ្សេងទៀតដូច្នេះគឺមានន័យថាអ្នកទៅដល់គោលដំបូងគេនឹងត្រូវខ្លាចជាអ្នកទទួលបំណុលទាំងអស់ហើយពួកគាត់នឹងត្រូវបានលេងហ្គេមបន្តទៀតរហូតដល់តែបំណុលមួយនេះអស់តែម្ដងកម្មការយូឈីក៏បានសួរដល់ខាងយូតូរីថាយូតូរីគឺនាងកាត់អីឬអត់ហើយយូតូរីនាងបាននិយាយថានាងក៏ពិតជាត្រូវការលុយខ្លាំងណាស់ហើយសាច់រឿងរបស់យើងគឺបង្ហាញការដេតការរបស់យូតូរីដែលការពេលនោះយូតូរីនាងក៏ត្រូវបានសិស្សច្រើនអ្នកគឺធ្វើបាននឹងប៊ូលីមកកាន់នាងជារៀងរាល់ថ្ងៃហើយយូតូរីនាងក៏អាចធ្វើអ្វីបាននោះទេទោះបីជានាងយករឿងនៃការប៊ូលីទាំងអស់នេះប្រាប់កាន់មិត្តរបស់នាងនិងលោកគ្រូរបស់នាងក៏ដោយក៏ពួកគេក៏មិនបានខ្វល់នឹងជួយមកកាន់នាងនោះទេថ្ងៃមួយយូតូរីនាងក៏បានយកលុយរបស់នាងឲ្យទៅកាន់អ្នកដែលបានលូលីមកកាន់នាងទាំងអស់នោះហើយពេលនោះពួកគេក៏បានជប់ប៊ូលីមកកាន់នាងបន្តទៀតហើយដូច្នេះនាងក៏ពិតជាត្រូវការលុយខ្លាំងណាស់គឺលុយជាអ្នកបានជួយស្គ្រោះមកកាន់នាងបន្ទាប់មកនាងក៏បានទទួលនៅការណារបស់មនុស្សប្រុសផ្សេងជាច្រើនអ្នកក្នុងនាមជាសង្សារជួរដើម្បីទទួលនៅលុយទាំងអស់នោះពេលមួយនាងក៏បានទទួលនៅការថតរូបភាពស៊ីដែលគេបានសន្យាជាមួយនឹងនាងថានាងគឺនឹងទទួលបានតែប្រាក់គឺកាន់តែច្រើននៅពេលដែលនាងគឺបានថតរូបភាពទាំងអស់នេះតែនៅពេលនោះអ្នកដែលបានថតរូបភាពទាំងអស់នេះឲ្យនាងគាត់គឺមានបំណងគឺចង់ប៉ះមកកាន់រាងកាយរបស់នាងហើយអ្នកគ្នាគិតខ្លួនឯងទៅមនុស្សប្រុសនិងមនុស្សស្រីពីរនាក់នៅជាមួយគ្នាដែលពួកគេនឹងធ្វើអ្វីតែយូតូរីនាងបាននិយាយបដិសេធថានាងក៏បានធ្វើវាទេដោយនាងក៏ភ័យខ្លាំងពេកនាងក៏បានរត់ចាកចេញពីទីនោះតែម្ដងតែសេនសេក៏បាននិយាយថាការនិយាយរបស់យូតូរីមុននោះគឺវាមិនសមហេតុផលសោះតែម្ដងនៅពេលដែលយូតូរីនាងបានលើអញ្ចឹងយូតូរីនាងក៏ព្យាយាមនិយាយថានាងពិតជាមិនបានធ្វើវាពិតមែនតែនៅពេលនោះយូឈីក៏បានចេញនៅចំហាយខ្មៅទៀតហើយដូច្នេះក៏មានន័យថាយូឈីគាត់ក៏ជាដឹងហើយថាយូតូរីកំពុងតែនិយាយមកខកមកកាន់គាត់ជាមិនខានតែនៅពេលនោះយូឈីគាត់បែរជានិយាយថាទោះបីជាគាត់ជឿឬមិនជឿទៅកាន់យូតូរីក៏ដោយក៏គាត់សន្យាថាគាត់មិនចាច់ចេញចោលយូតូរីនោះទេក៏ព្រោះតែឬត្រឹមតែប៉ុណ្ណឹងយើងក៏បានលឺអ្វីទៀតនោះទេក៏ព្រោះតែសាច់រឿងក៏មិនបានបង្ហាញនោះទេក៏តែនៅពេលយូតូរីក៏នាងបានលើនៅពីសម្ដីទាំងអស់នោះក៏បានធ្វើយូតូរីក៏នឹងជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយពេលនោះយូឈីក៏បានសុំទោសទៅកាន់យូតូរីត្រប់ការនិយាយមកផ្លាច់ខ្លាំងពេកហើយយូឈីក៏បាននិយាយថាគាត់បានសន្យាជាមួយយូតូរីហើយថាគាត់គឺមិនចាក់ចេញចោលយូតូរីនោះទេនៅពេលដែលគាត់បាននិយាយថាគាត់គឺមិនចាក់ចេញតែអ្នកយល់ឬនៅហើយពេលនោះយូតូរីនាងក៏បានងក់បានដែលបញ្ជាក់ថានាងគឺពិតជាយល់ហើយពេលនោះអាចារ្យសក់ខ្លៃដែលជាអ្នកគ្រប់គ្រងនៅហ្គេមមួយនេះនាងក៏បាននិយាយថាមនុស្សប្រុសនិងមនុស្សស្រីនៅជាមួយគ្នា
តែពួកគេគឺនឹងធ្វើអ្វីយូឈីគាត់ប្រកាសជាដឹងក្នុងចិត្តរបស់គាត់ហើយក៏តែយូឈីនៅតែអត់ឱនទៅកាន់យូតូរីដដែលហើយនៅពេលនោះយូតូរីនាងក៏បាននិយាយទៅកាន់យូឈីថានាងក៏មិនចង់នៅចិត្តជីហូនោះទេក៏ព្រោះតែជីហូក៏បានស្មោះត្រង់ជាមួយនឹងនាងនៅពេលនោះជីហូនាងព្យាយាមនិយាយប្រកែកថានាងមិនបានធ្វើវាក៏ដោយក៏យូតូរីនៅតែមិនព្រមស្ដាប់ទៅកាន់នាងដដែលហើយអ្នកគ្នាមិនឆ្ងល់នៅពេលដែលគ្នាមើលដល់ត្រឹមនឹងហើយតើហេតុអ្វីបញ្ជីពេលគាត់និយាយនៅពេលទាំងអស់នោះទោះបីជាគាត់បានដឹងច្បាស់នៅក្នុងចិត្តរបស់គាត់យ៉ាងណាក៏ដោយថារឿងមួយនេះនៅពេលដែលគាត់និយាយហើយគឺវាមិនត្រឹមត្រូវនោះទេហើយតើហេតុអ្វីបញ្ជីយូឈីក៏បានផ្លាស់ប្ដូរទៅមុខភ្លាមៗហើយគាត់បាននិយាយនៅពីសម្ដីដ៏សែនប្លែកៗបែបនេះតើយូឈីគាត់មាននៅក្រុមការអ្វីមួយមែនទេឥឡូវចូលផ្សាយរឿងរបស់យើងវិញពេលនោះឈីហូនាងក៏បាននិយាយប្រាប់កាន់តែនជីថាកាលពេលនោះនាងក៏បានជួបទៅកាន់យូតូរីដែលត្រូវបានគេធ្វើបាបហើយពេលនោះនាងក៏បានចូលជួយទៅកាន់យូតូរីផងដែរហើយពេលនោះយូតូរីនាងក៏បានប្រាប់រឿងទាំងអស់នេះឲ្យនាងបានដឹងផងដែរហើយពេលនោះអាចារ្យសុកខ្លីដែលជាអ្នកគ្រប់គ្រងនៃហ្គេមមួយនេះនាងក៏បាននិយាយថារឿងទាំងអស់គឺវាចាប់ផ្ដើមច្របូកច្របល់និងរញ៉េរញ៉ៃហើយនៅពេលដែលគេចាប់ផ្ដើមដំបងជន់ក្បត់គឺបានធ្វើឲ្យមានភាពរញ៉េរញ៉ៃឲ្យមានការសង្ស័យរវាងគ្នានឹងគ្នាដោយជឿរើសការឆ្លើយចម្លើយថាទេបន្ទាប់មកនៅក្នុងហ្គេមទី2ជន់ក្បត់គឺបានអាសេនៅពីអាស្រូវនឹងរឿងដែលមិនល្អតាក់ទងជាមួយនឹងពួកគេនៅក្នុងសម្បត្តិដែលបានធ្វើឲ្យមិត្តភាពរបស់ពួកគេគឺច្រើនបែកបាក់តែម្ដងហើយតែរឿងរបស់យើងគឺបង្ហាញឲ្យយើងឃើញមុនពេលដែលទឹកប្រាក់ពីលឿនគឺមិនទាន់បានតែការពេលនោះគឺមានក្មេងស្រីម្នាក់គឺបានហៅឈីហូដើម្បីជួយនៅកិច្ចការរបស់នាងមួយចំនួនបន្ទាប់មកឈីហូនេះបានយកលុយទឹកប្រាក់មូលនិធិចំនួន2លាននោះយកទុកក្នុងទូឯកជនរបស់នាងតែពេលនោះគឺមានជើងរបស់បរិមម្នាក់ដែលបានមកទូរបស់ឈីហូផងដែរហើយសាច់រឿងក៏បានបង្ហាញដល់ការអ្នកដែលបានគួរឲ្យសង្ស័យដែលមានដូចជាម៉ាកាតូយូឈីនិងឈីហូផងដែរតែពួកគេក៏មិនមែនជាជនដែលគួរឲ្យសង្ស័យនោះទេហើយពេលនោះសាច់រឿងក៏បង្ហាញដល់ការយូតូរីដែលនាងបានអាបុកទៅកាន់បរិមម្នាក់ហើយបីរបស់នាងក៏បានធ្វើឲ្យឆ្កូនមុខរបស់បរិមម្នាក់នោះផងដែរហើយពេលនោះសាច់រឿងក៏បង្ហាញយើងបានឃើញកាន់ច្បាស់ថាបរិមម្នាក់នោះហើយគឺជាអ្នកដែលបានលួចទឹកប្រាក់មូលនិធិចំនួន2លានហើយយូតូរីនេះក៏បាននិយាយទៅកាន់បរិមម្នាក់នោះថាមុខរបស់អ្នកក៏វាមានស្នាមហើយតែពេលនោះបរិមម្នាក់នោះក៏បានតបថាប្រហែលជាគ្មានអ្នកណាក៏មិនគាត់ទៅលើស្នាមមួយនេះនោះទេហើយសាររឿងគេក៏បង្ហាញដល់ការដុតតការទាំងអស់នៃហ្គេមទី2ដែលបានចាប់ផ្ដើមមកនោះតែបរិមម្នាក់នោះហើយគឺជាអ្នកសេនៅរឿងអាក្រក់ទាំងអស់របស់មិត្តភ័ក្តិរបស់គាត់ហើយអ្នកគ្នាប្រកាសជាបានកត់សម្គាល់ហើយថាអ្នកណាក្នុងចំណោមទាំង5នាក់នោះគឺជាជនក្បត់ហើយពេលនោះឈីហូនេះក៏បាននិយាយថាមុខរបស់អ្នកក៏វាមានស្នាមហើយមែនហើយមុខរបស់ខ្ញុំក៏វាមានស្នាមប្រហែលជាគ្មានអ្នកណាក៏ស្គាល់ទៅលើវានោះទេហើយពេលនោះជនក្បត់ប្រកបក៏ត្រូវបានលាតត្រដាងតែម្នាក់នោះគឺជាមីកាសាតែជី